បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទជាសឿងសាក់រូបបានមកតែវ៉ាន់មកបន្ថែមឲ្យបាទហើយក៏បានមកជួបភ្ញៀវម្នាក់គាត់តមួយកំណត់ជើងឡើងមកខាងលើបាទរូបព្រះអាទិត្យបាទហើយខ្ញុំក៏បានគូ background បន្តដើម្បីឲ្យសមរូបចាស់តែកាលមុនគាត់មកអូសគ្នានឹងកន្លែងខ្ញុំនឹងឯងបាទការងារនេះគឺខ្ញុំបានប្រើប៊ិចក្រហមបាទលេខប៊ិច Q ដើម្បីគូ background បាទបងប្អូនស្រឡាញ់ពីចិត្តនៅទឹកតែរបស់ខ្ញុំកុំភ្លេចទំនាក់ទំនងមកខ្ញុំបាទតាម page ឬក៏លេខ Telegram ដែលខ្ញុំបានទម្លាក់ឲ្យនៅខាងលើនេះបាទហើយការងារនេះគឺខ្ញុំបានធ្វើឲ្យគាត់ដើរធ្នេឲ្យគាត់ប្រហែលជាកន្លះខែមុនហើយគាត់ក៏បានមកតបន្ថែមមកកំណត់មកខាងលើទៀតបាទហើយតម្លៃវិញគឺអាចសាកសួរនៅក្នុង page បានបាទបងប្អូនដែលស្រឡាញ់វិស័យសាក់រូបទាំងអស់គ្នាការងារនេះខ្ញុំធ្វើជូនបងប្រុសតម្លៃថ្លៃទេបាទមួយជើងនេះត្រឹមតែ$70ទេបងប្អូនទំហំជើងគឺធំជាងខ្នងធំជាងដៃបាទបើសិនជាយើងកាត់មកប្រៀបធៀបទំហំគឺធំជាងដៃធំជាងខ្នងបាទដូច្នេះហើយតម្លៃ$70គឺធូរថ្លៃទេបាទហើយខ្ញុំបានមានបទពិសោធន៍មករយៈពេល20ឆ្នាំហើយបាទគឺអត់ទាន់មានកន្លែងទីច្បាស់លាស់ទេបងប្អូនគឺខ្ញុំបានសូមស្នើអាស្រ័យជាមួយនឹងវត្តទេបាទបងប្អូនណាស្រឡាញ់ពីចិត្តនៅទឹកដៃគ្មានវត្តដូចខ្ញុំកុំភ្លេចទំនាក់ទំនងមកបានតាមលេខ Telegram ឬក៏ឆាតជួប Page មកបាទហើយបងប្អូនដែលឃើញវីដេអូខ្ញុំហើយកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងបាទហើយបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមនេះបានឲ្យខ្ញុំធ្វើរូបហើយអាចប្រាប់បានបាទហើយក្រោយពីយើងពូរួចក៏យើងបានសម្រាប់បាទឲ្យភ្ញៀវសម្រាប់សិនបាទភ្ញៀវសម្រាប់បានកន្លះម៉ោង1ម៉ោងសិនបងប្អូនជាងក៏បានរៀបចំសារៈដែរបាទពេញជើងការងារមួយជើងគឺมันស្រួលទេបងប្អូនតែដាច់បាយដាច់ទឹកដែរបាទចត់បាយដែរបាទការងារពេញជើងបាទគឺខ្ញុំប្រើមកចូលប៊ិចលេខ11RL និង5ម៉ាទឿ 7P7 បាទមកពីក្រុមហ៊ុន TSC នេះបាទនេះបាទតែពីយើងបិទហើយគូ background ហើយរួចរាល់ហើយបាទសួរភ្ញៀវហើយថាគាត់ពេញចិត្តហើយគឺយើងចាប់ផ្ដើមធ្វើសាក់ឲ្យគាត់តែម្ដងបាទគាត់ឆ្លើយថាអូខេខ្ញុំក៏បានចាប់ផ្ដើមសាក់រូបនេះឲ្យគាត់ក្នុងរយៈពេល3ម៉ោងកន្លះបាទហើយយើងក៏បានថតពីការងារដែលយើងបានកំពុងតែធ្វើទេគឺយើងកាត់បន្តពីការងារដែលយើងកំពុងតែធ្វើហ្នឹងមកហើយតែម្ដងបាទនេះគឺការងារមុនដែលយើងអូសធ្នេហើយបាទពីពេលកន្លះខែគឺខ្ញុំប្រើមកចូលខយឥឡូវនេះខាងលើនេះខ្ញុំប្រើមកចូលប៊ិចម៉ាស៊ីនប៊ិចបាទគឺដល់ធ្នេលេខ 11RL បាទគឺធ្នេធំស្អាតល្អមែនទេបាទហើយព្រះអាទិត្យនោះគឺគាត់កំងថាភ្លើងឲ្យដាក់ពើក្រហមបាទខ្ញុំក៏បានសេរីដាក់ភ្លើងពើក្រហមឲ្យគាត់ទៅបាទតែមើលទៅគឺស្អាតបាទទៅពេញចិត្តមែនទេគេថានឹងមកផាត់នៅកន្លែងខ្ញុំឲ្យហើយបាទតែចាំមើលការងារសិនបាទព្រោះអីពីមុនមានអ្នកមកផាត់ច្រើនតែមិនដែលឃើញមានអ្នកណាមួយដែលមកផាត់ឲ្យហើយទេបាទមានតែផាត់ហើយពាក្យកដាហើយក៏អត់ឃើញមកបង្ហាញការងារទេបាទដូច្នេះហើយគឺខ្ញុំសូមឲ្យបងប្អូនដែលផាត់អូសធ្នេនៅកន្លែងខ្ញុំក៏សូមឲ្យមកផាត់ឲ្យហើយបាទដើម្បីឲ្យជាងមានទឹកចិត្ត
នឹងធ្វើការងារឲ្យរួចតែម្ដងបាទពេលខ្លះបងប្អូនខ្លះទៅផាត់កន្លែងគេក៏មានដែរបាទឃើញផុសវីដេអូតេតុ Facebook អីឃើញច្រើនគ្នាហើយបាទដែលទៅផាត់កន្លែងគេតែខ្ញុំមិនដែលបានទៅអន់ចិត្តអីទេបាទពួកអីបានតែថាទេបាទអរគុណ